បងសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាក្នុងវីដេអូនេះគឺជាប្លុកដំណើរកម្សាន្តពីយប់3ថ្ងៃទៅកាន់ទឹកដីខេត្តបាត់ដំបងផងដែរហើយថ្ងៃទី1ពួកខ្ញុំបានធ្វើដំណើរទៅកាន់សម្រស់ធម្មជាតិស្ទឹងកញ្ញូងនៅខាងសំឡូតបាទហើយពួកខ្ញុំបានងើបពីប្រឡប់ប្រហែលជាម៉ោង5ជាងពួកខ្ញុំបានធ្វើដំណើរពីប្រទេសមានជ័យមកឥឡូវបានមកដល់កំពង់មូលឥឡូវនេះមកដល់កន្លែងស្ទឹងកញ្ញូងហ្នឹងបន្ទាប់ពីមកដល់ហើយរៀបចំក្រាលកំដៅហើយរៀបចំធ្វើម្ហូបតាមក្រុមរៀងៗខ្លួនដោយសារតែហេវដែរហើយបាទខាងខ្ញុំនេះកំពុងតែបង្កាត់ភ្លើងត្រៀមអាំងសាច់បាទមានការឆុងមីទៅបាទហើយអ្នកខ្លះក៏ចៀនសាច់ទៅខ្វះគោទៅហើយខាងខ្ញុំនេះមិនទាន់ភ្លើងមិនទាន់ឆេះមិនទាន់កាត់ល្អទេបងខ្ញុំនេះបកភ្លើងក៏ឆេះបានចាប់ដើមដាក់អាំងសាច់ក្រកត្រីសាច់ជូរផ្លែអីចឹងទៅគ្រូគាត់ឆាបាទហើយបន្ទាប់ពីហូបហើយក៏អង្គុយលេងអ៊ុយណូបាទតពីលេងអ៊ុយណូហើយក៏ចាប់ផ្ដើមនាំគ្នាមកលេងទឹកហើយបាទទឹកនៅទីនេះមកហូរខ្លាំងហើយត្រជាក់នេះគឺជាខែ9ដែលខ្ញុំមកនេះខែ9ចុងខែជិតខែ10ហើយទឹកស្ថានភាពទឹកហូរខ្លាំងមែនទេបាទកាលខ្ញុំមកពីខែ4ទឹកមិនសូវជាហូរខ្លាំងទេហើយមានផ្លូវមានស្ពានដើមឥឡូវហូរលឹបផ្លូវលឹបស្ពានអស់ហើយបាទខំហើរទៅមុខបាទហើរអត់ទៅមុខទេបាទទឹកបុកមកវិញthế giờ một chiều dương mấy em ra lấy mà miên đó là បាទបន្តពីលេងអ៊ុយណូជុំលោកគ្រូនិងបងប្អូនហើយក៏រៀបចំធ្វើម្ហូបញ៉ាំជុំគ្នាម្ដងបាទម្ហូបនៅល្ងាចនេះគឺកោឡានភ្នំបាទបន្ទាប់ពីញ៉ាំអីជុំគ្នាហើយបាទរៀបចំលាងចានលាងខ្ទះទុកទៅស្អែកមួយថ្ងៃទៀតបាទហើយអេពីសូតមួយមានប៉ុណ្ណេះឯងហើយសូមអរគុណបងប្អូនអរគ្នាដែលបានទស្សនាវីដេអូនេះដល់ចប់ផងដែរ